មនុស្សម្នាក់អាចគ្មានលុយគ្មានអំណាចប៉ុន្តែបើមានសីលធម៌ល្អគាត់នឹងទទួលបានការគោរពពីមនុស្សជុំវិញខ្លួននៅក្នុងជីវិតប្រចាំថ្ងៃមនុស្សជាច្រើនតែងតែខិតខំរកភាពជោគជ័យកិត្តិយសនិងទ្រព្យសម្បត្តិប៉ុន្តែមានរឿងមួយដែលសំខាន់ជាងអ្វីៗទាំងអស់នោះគឺសីលធម៌ល្អសីលធម៌ល្អមិនមែនកើតឡើងដោយចៃដន្យនោះទេវាកើតចេញពីការអប់រំការគោរពអ្នកដទៃនិងការប្រព្រឹត្តអំពើល្អជារៀងរាល់ថ្ងៃមនុស្សដែលមានសីលធម៌ល្អតែងតែនិយាយដោយភាពទន់ភ្លន់ស្ដាប់យោបល់របស់អ្នកដទៃនិងចេះគោរពគ្នាទៅវិញទៅមកពេលយើងមានសីលធម៌ល្អយើងនឹងទទួលបានការទុកចិត្តពីមិត្តភ័ក្តិគ្រួសារនិងមនុស្សនៅជុំវិញខ្លួនទោះបីជាយើងមិនមែនជាមនុស្សមានបំផុតក៏ដោយប៉ុន្តែការមានចិត្តល្អនិងការប្រព្រឹត្តល្អនឹងធ្វើឲ្យមនុស្សជាច្រើនចង់នៅក្បែរយើងនៅក្នុងសង្គមសពថ្ងៃមានមនុស្សជាច្រើនវាស់តម្លៃគ្នាតាមរយៈទ្រព្យសម្បត្តិឬឋានៈប៉ុន្តែតម្លៃពិតប្រាកដរបស់មនុស្សមិនស្ថិតនៅលើរបស់ទាំងនោះទេតម្លៃពិតគឺស្ថិតនៅលើចរិតលក្ខណៈសេចក្តីស្មោះត្រង់និងទំនួលខុសត្រូវការមានសីលធម៌ល្អក៏មានន័យថាចេះជួយអ្នកដទៃដោយមិនរំពឹងការតបស្នងចេះអភ័យទោសនៅពេលមានការយល់ច្រឡំនិងចេះអត់ធ្មត់នៅពេលជួបបញ្ហាអំពើល្អតូចៗមួយដូចជាការញញឹមការនិយាយពាក្យល្អៗឬការជួយគ្នាបន្តិចបន្តួចក៏អាចផ្លាស់ប្ដូរថ្ងៃរបស់នរណាម្នាក់បានដែរថាទ្រព្យសម្បត្តិអាចបាត់បង់បានសម្រស់អាចប្រែប្រួលបានប៉ុន្តែសីលធម៌នឹងនៅជាមួយយើងជារៀងរហូតមនុស្សដែលមានសីលធម៌ល្អមិនត្រឹមតែធ្វើឲ្យខ្លួនឯងមានសេចក្តីសុខតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងនាំមកនូវភាពកក់ក្ដៅដល់អ្នកនៅជុំវិញផងដែរដូច្នេះចូលចាប់ផ្ដើមពីរឿងតូចៗមួយនៅថ្ងៃនេះនិយាយពាក្យល្អធ្វើអំពើល្អនិងរក្សាសីលធម៌ឲ្យបានល្អព្រោះវាជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលគ្មាននរណាអាចដកហូតពីយើងបានឡើយតើសម្រាប់អ្នកសីលធម៌ល្អមានន័យដូចម្តេចបើអ្នកគិតថាវីដេអូនេះមានអត្ថប្រយោជន៍សូមជួយ comment follow page និង share វីដេអូនេះដើម្បីទទួលបានវីដេអូថ្មីៗមុនគេ